នេះដើម្បីធ្វើដើម្បីជាសាសនាព្រះមហាក្សត្រដើម្បីនគរកម្មជាសព្វសន្តិសិលតបសង្ឃបកុលដែលយើងមានបបកម្មទៅលើសត្វធំសត្វតូចសត្វអសត្វហាដើរទៅលោករីដល់កម្មភាពវាក្នុងឆ្នាំចាក់ផ្លាស់ចូលឆ្នាំទៅគឺឆ្នាំរោងឈិនឡំសាញ់បុណ្យនេះពិធី2យប់3ថ្ងៃថ្ងៃ12សកលខែសកលក៏គឺថ្ងៃ12 13 14ហើយបើខ្មែរយើងចង់ថ្ងៃ14កើតពេញបោរួចឆ្លងបើចឹងអានិសង្ឃនេះសូមធ្វើរាប់សពតាយដល់ចាស់ចាំនៅក្នុងស្រុកចាំនៅក្រៅស្រុកក្នុងប្រទេសក្រៅប្រទេសដើម្បីសូមឲ្យសុខចម្រើនកុំឲ្យខ្មែរបោជាខ្មែរសូមឲ្យខ្មែរចិត្តស្រឡាញ់ខ្មែរដើម្បីពិជាខ្លួនដល់ប្រកបពពុះចំណែកតែកុំឲ្យកើតមេរៀនជានិតធ្វើនឹងបញ្ចឹងក៏សូមកូនចៅបងប្អូនអត់លោកចូលរួមជាតិបតីហើយថ្ងៃបង្ហើយហ្នឹងគឺបានទៅឋានថ្វាយបព្វប្រជុំសម័យទេក៏លោកអនុទីសវណ្ណហ្នឹងតបតាំងគុណលោកមានរបស់អនលោកមីសបលោកជំទាវណាហើយតែមុនគឺក្បាច់ជួ1 9មន់1 9ជា1 9សបានវិចា1 9នំបញ្ចុក1 9នំគមនំសមនំផ្លែអាយនំបាញ់ជំនឿបំកំពីសម័យបុរាណកាលណាបានចឹងឲ្យបានមកកសបបងនោះបានចឹងពេលវាដូរកូនមកព្រៀបនេះនៅកែងពេលវិចារបានចឹងឲ្យកូនពូនបដាទៅចឹងបានអានិសង្ឃលោកក្រៃយើងគ្រប់ទៅសិលាឆុងគឺការអប់រំឲ្យជាសាសនាដល់ឲ្យជួបតែមានបានតាំងអត់ដើម្បីវិជាខ្លួនដល់ផឹកនៅកើតមានដល់ក្នុងកម្ពុជាពុកតាមไปកម្ពុជាកើតមានបើមានសមអាកាសទឹកសម្បត្តិទឹកលេសូមអរលោកហើយអាដាមលោកជំទាវលោកបានទៅឃើញសមឲ្យបានសពប្រតិនឹងក៏សូមមហាកសលនេះធ្វើដើម្បីជាតិសាសនាដើម្បីព្រះមហាក្សត្រដើម្បីនគរកម្មជាសុខសន្តិភាពដល់អធិដ្ឋានបំពេញសូមថ្វាយពពកជូនពរដល់ម្ចាស់សោតូចស្ដៅរបស់ខ្ញុំផ្ដាំចាទឹកបានដូចបំណងសាធុសាធុ